hai thìประពន្ធកំពុងប្របាក់ចិត្តប្រហែលជាកូនប្រុសកំពុងនឹកតាប្រហែលជាតាបានមើលមុខកូនស្រីពីព្រោះមួយខែទៀតបានកូនឆ្លងទន្លេប្រហែលជាប្រពន្ធប្របាក់ពេលឆ្លងទន្លេប្តីអត់នៅក្បែរតែបងនៅតែចង់បញ្ជាក់ប្រាប់ប្រពន្ធថាអ្វីដែលបងធ្វើដើម្បីប្រពន្ធដើម្បីកូនដើម្បីប្រទេសកម្ពុជាដើម្បីមនុស្សទូទាំងពិភពលោកដែលក្នុងនាមជាអ្នកទទួលបានពានរង្វាន់រួចទៅហើយទៅលើការប្រឈមទោះបីជាអាយុជីវិតទោះបីជារស់គ្រោះថ្នាក់ផ្សេងៗនេះគឺជាបុព្វហេតុនៅក្នុងការលះបង់ដើម្បីយើងទាំងអស់គ្នាតែប៉ុណ្ណោះបើទោះបីជាប្តីជាប់ពន្ធនាគារយូរឬក៏ឆាប់យ៉ាងណាប៉ុន្តែយើងនៅតែអាចបានជួបគ្នាវិញប្តីសុំការអធិស្ឋានប្តីមិនបានបំពេញតួនាទីជាប្តីប៉ាសុំទោសកូនប៉ាមិនអាចបំពេញតួនាទីជាប៉ាបាននៅក្នុងពេលនៅក្នុងជាប់ពន្ធនាគារប៉ុន្តែគ្រប់យ៉ាងដើម្បីអនាគតយើងទាំងអស់គ្នាតែប៉ុណ្ណោះសុំទោសអ្នកម្ដាយលោកពុកតែជាអាចនឹងប្របាក់ចិត្តពីព្រោះខ្ញុំបានរើសយកជំរើសមួយនេះជាជាងដែលខ្ញុំទៅចាក់ចោលប្រទេសកម្ពុជាដើម្បីគិតបេះខ្ញុំសូមបកមកវិញហេតុអីបានខ្ញុំនៅប្រឈមជាមួយតុលាការបើទោះបីជាដឹងថាអាចជាប់ពន្ធនាគារហេតុអីបានខ្ញុំនៅតែធ្វើនៅក្នុងប្រទេសកម្ពុជាខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋខ្មែរមានស្មារតីរឹងមាំខ្ញុំចង់បញ្ជាក់មកវិញថាគ្រប់ការងារដែលខ្ញុំធ្វើមិនបានចង់បំផ្លាញបុគ្គលណាមួយនោះទេគឺធ្វើដើម្បីកម្ចាត់អំពើអាក្រក់តែប៉ុណ្ណោះខ្ញុំធ្វើដើម្បីខ្លួនឯងកុំឲ្យក្បត់សន្យាណាខ្លួនឯងក្នុងការបំពេញតួនាទីជាពលរដ្ឋខ្មែរខ្លួនឯងខ្ញុំធ្វើដើម្បីកាត់បន្ថយអំពើអាក្រក់ឬក៏លុបបំបាត់អំពើអាក្រក់ចំពោះការបំផ្លាញធនធានធម្មជាតិឬក៏ទាញយកធនធានធម្មជាតិមកប្រើប្រាស់ដោយមិនបានត្រឹមត្រូវដោយគ្មានតម្លាភាពគណនេយ្យភាពនោះខ្ញុំធ្វើដើម្បីទាំងអស់គ្នាមានតម្លៃជាមនុស្សឲ្យស័ក្តិសមជាមនុស្សដែលមានសតិសម្បញ្ញៈតែប៉ុណ្ណោះខ្ញុំធ្វើដើម្បីប្រជាពលរដ្ឋខ្មែរអាចទទួលបានការប្រើប្រាស់ធនធានធម្មជាតិដោយសមភាពហើយនិងសមធម៌សង្ឃឹមថាប្រជាពលរដ្ឋខ្មែរនឹងអាចមានជីវភាពសមរម្យតាមរយៈការប្រើប្រាស់ធនធានធម្មជាតិដោយតម្លាភាពនិងគណនេយ្យភាពតែប៉ុណ្ណោះខ្ញុំមិនបានចង់ឈ្នះបុគ្គលណាមួយទេខ្ញុំមិនមែនជាពលមន់ចង់ទៅចូលថ្មទេខ្ញុំគ្រាន់តែចង់បង្ហាញអ្វីដែលជាការពិតខ្ញុំគ្រាន់តែចង់ឲ្យមានដំណោះស្រាយតែប៉ុណ្ណោះសូមពលរដ្ឋខ្មែរកុំបាក់ស្មារតីសូមយុវជនខ្មែរកុំបាក់ស្មារតីសាមគ្គីភាពគ្នាឡើងបន្តធ្វើទៀតការងារដែលយើងគិតថាត្រឹមត្រូវការងារដែលយើងគិតថាផ្ដល់ក្តីសុខការងារដែលយើងគិតថានឹងលើកកម្ពស់សន្តិភាពវិជ្ជមានសម្រាប់ប្រទេសកម្ពុជាពិតប្រាកដបើសិនជាយើងមិនធ្វើអីសោះក៏គង់តែដល់វេនយើងដែរសម្ដីរបស់មនុស្សខាងនេះបើសិនជាយើងមិនធ្វើគឺយើងប្រព្រឹត្តអំពើហិង្សាស្ងៀមស្ងាត់បើសិនជាយើងមិនធ្វើនៅក្នុងការងារលើកកម្ពស់ឲ្យមានដំណោះស្រាយបញ្ហាបរិស្ថាននិងយុត្តិធម៌សង្គមទេយើងនឹងខ្លាយទៅជាពលរដ្ឋរងគ្រោះនៅថ្ងៃណាមួយមិនខានយើងធ្វើប្រកបដោយក្តីស្រឡាញ់មិនមែនដោយសារការស្អប់ឬក៏គុំគួនឬក៏ចង់បំផ្លាញបុគ្គលណាមួយទេគឺយើងធ្វើដើម្បីសង្គ្រោះទាំងអស់គ្នាសង្គ្រោះនឹងប្រជាពលរដ្ឋទូទាំងពិភពលោកធ្វើការងារប្រកបដោយការអធ្យាស្រ័យខ្ពស់បំផុតសម្រាប់មនុស្សជុំវិញខ្លួនយើងធ្វើជាសកម្មជនសិទ្ធិមនុស្សដែលល្អដោយមិនមានការចែករំលែកការស្អប់គ្នាទៅវិញទៅមកធ្វើសកម្មភាពបង្ហាញអំពីសាមគ្គីភាពជាជាងបែកបាក់
បន្តលះបង់ភាពសំណុកស្រុកសួរខ្លួនឯងខ្លះក៏បានសូមកុំឲ្យនៅជាប់ជាមួយនឹងច្បាប់ប្រៀបធៀបសម្ភារៈនិយមដើម្បីសង្គមរបស់យើងប្រទេសកម្ពុជារបស់យើងកាន់តែល្អប្រសើរឡើងសូមយុវជនរឹងមាំឡើងក្លាហានឡើងខ្ញុំខ្លួនឯងណាឧបសគ្គអីខ្លះដែលខ្ញុំអាចនៅអង្គុយនៅទីនេះខ្ញុំនៅតែធ្វើចលនានៅចូលរួមជាមួយចលនាមេដាធម្មជាតិខ្ញុំនៅតែធ្វើក្នុងនាមជាការងារលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យការងារលើកយុត្តិធម៌សង្គមពីព្រោះនៅកន្លែងនេះខ្ញុំក៏ជាប្រធានស្ដីទីសមាគមនិស្សិតបញ្ញវន្តខ្មែរដែរខណៈដែលខ្ញុំមិនដែលទទួលបានប្រាក់ខែសូម្បីតែ100រៀលលុយខ្មែរតែហេតុអីបានខ្ញុំធ្វើ